បន្ទាប់ពីយើងបានស្ដាប់ពីកីឡាករដែលកំពុងលេចធ្លោវីដេអូមុនពីលេខ10ទៅលេខ7លើកនេះយើងនឹងស្គាល់ពីកីឡាករល្អក្នុងពេលបច្ចុប្បន្នពីលេខ6ទៅលេខ4លេខ6 Kylian Mbappé នៅ Real Madrid ពេលគាត់នៅ PSG គាត់ជារូបសញ្ញាក្នុងពេលអនាគតប៉ុន្តែពេលនេះនៅ Real Madrid គាត់ក្លាយជារូបសញ្ញានៅពេលបច្ចុប្បន្ន Kylian Mbappé គឺជាខ្សែប្រយុទ្ធដែលមានល្បឿនរត់លឿនអស្ចារ្យនិងការស៊ុតបញ្ចូលទីដូចជាគ្រាប់កាំភ្លើងដែលកំពុងបាញ់គាត់មិនត្រឹមតែជាកីឡាករល្បឿនលឿនទេប៉ុន្តែជាអ្នកដែលបង្ហាញថាការស៊ុតច្បាស់និងការចេះសម្រេចចិត្តក្នុងវិនាទីមួយអាចផ្លាស់ប្ដូរលទ្ធផលលេខ5 Erling Haaland នៅ Manchester City ពេល Haaland ចូលក្នុងវាលស្មៅគេដូចជាមនុស្សយន្តនៅក្នុងខ្លួនមួយកំពុងប្រយុទ្ធកម្លាំងល្បឿននិងការស៊ុតដែលអាចបំផ្លាញក្រុមដែលជាដៃគូឲ្យចាញ់គាត់មិនលេងសម្រាប់ភាពស្អាតទេប៉ុន្តែលេងសម្រាប់លទ្ធផលពេលគាត់ស៊ុតបាល់ដូចត្រូវគេបាញ់ចេញពីកាំភ្លើងគាត់คล้ายជាសញ្ញានៃការលាយបញ្ចូលរវាងសាច់ដុំនិងចិត្តអស់មួយសតវត្សរ៍លេខ4 Kevin De Bruyne នៅ Manchester City នៅលើវាលស្មៅមានអ្នកចែកបាល់ជាច្រើនប៉ុន្តែមានតែមួយគត់ដែលបង្ហាញថាការចែកបាល់គឺជាសិល្បៈនោះគឺ De Bruyne គាត់មើលទៅដូចជា chessboard គ្រប់ចលនាគឺមានគ្រាប់ចិត្តគាត់បោះបាល់ឲ្យអ្នកផ្សេងលេងបានល្អជាងមុនមិនថាស៊ុតឬ assist ទេគាត់គ្រប់គ្រងបាល់និងចែកបាល់ឲ្យមិត្តរួមក្រុមបានល្អនេះជា3កីឡាករដែលកំពុងធ្វើឲ្យពិភពបាល់ទាត់ចាប់អារម្មណ៍ក្នុងសម័យនេះតែសូមរងចាំពីភាគចុងក្រោយនឹងនាំអ្នកទៅជួបនឹងកំពូលនៃពិភពបាល់ទាត់តាមដានដើម្បីដឹងថាអ្នកណានៅលេខ3ដល់លេខ1បើចូលចិត្តវីដេអូនេះកុំភ្លេចជួយចុចបេះដូងនិង follow ឲ្យ admin ម្នាក់មួយផងស្អែក admin នឹងនិយាយអំពីកម្លាំងករល្អពីលេខ3ដល់លេខ1